នៅក្នុងវីដេអូនេះយើងនឹងមកនិយាយអំពីតាក់ទងជាមួយនឹងព័ត៌មានក្នុងស្រុករបស់យើងហើយប្រហែលជាបងប្អូនបានឃើញហើយនៅតាមបណ្ដាញសង្គម Facebook មានការផុសនិង share ជាច្រើនតាក់ទងជាមួយបញ្ហាឃាតកម្មមួយហ្នឹងព្រោះឃាតកម្មមួយហ្នឹងគឺវាឃោរឃៅមែនទែនសមត្ថកិច្ចបានធ្វើសកលវិច័យទៅលើសាកសពជនរងគ្រោះហ្នឹងគេឃើញមានស្នាមចាក់ដោយកាំបិតរហូតដល់38កាំបិតច្រើនមែនទែនយុវតីដែលរងគ្រោះហ្នឹងគឺមានអាយុ16ឆ្នាំតែប៉ុណ្ណោះហើយនៅពេលដែលគេចាប់បានឃាតករហ្នឹងគឺជាសាច់ញាតិរបស់គាត់ទៀតហើយមូលហេតុដែលហើយឃាតករហ្នឹងគឺជាស្ត្រីដែលមានអាយុត្រឹមតែ17ឆ្នាំទេគឺបងតែមួយឆ្នាំទេក៏ប៉ុន្តែគាត់គឺឃោរឃៅមែនទែនមនុស្សនេះយើងមិនអាចថាទុកគាត់បានបើសិនជានៅស្រុកគេប្រហែលជាអាចមានទោសដល់ប្រហារជីវិតក៏មិនដឹងហើយសួរថាមូលហេតុដែលគាត់ហេតុអីបានធ្វើដល់ថ្នាក់ហ្នឹងគឺមូលហេតុគឺគាត់ខឹងជនរងគ្រោះដោយសារអូសទាញសាច់ញាតិឲ្យរួមមេត្រីជាមួយអ្នកដទៃហើយយើងអត់ដឹងថាហេតុអីបានគាត់ទៅធ្វើដល់ថ្នាក់ហ្នឹងគ្រាន់តែគាត់អូសទាញសាច់ញាតិឲ្យហើយគាត់ទៅអូសទាញជនរងគ្រោះឲ្យទៅរួមមេត្រីជាមួយអ្នកដទៃវាជាទង្វើមួយដែលហួសហេតុតែម្ដងដល់ទៅពេលដែលសាច់ញាតិគាត់ម្នាក់ហ្នឹងគាត់អត់ព្រមទៅជាខឹងសម្បារធ្វើឲ្យនាំឲ្យមានការចាក់សម្លាប់រហូតដល់33កាំបិតច្រើនមែនទែនហើយឥឡូវហ្នឹងយើងមកតាមដានព័ត៌មាននឹងទាំងអស់គ្នានៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី18ខែកញ្ញាឆ្នាំ2025ហ្នឹងនៅវេលាម៉ោង1:15នាទីមានករណីឃាតកម្មឃើញដេកស្លាប់សង្ស័យជាករណីឃាតកម្មនៅចំណុចក្នុងបន្ទប់ដេកស្ថិតនៅក្នុងភូមិសូវង្សឃុំថាចេះស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជនរងគ្រោះមានឈ្មោះធឿនជីនភេទស្រីអាយុ18ឆ្នាំជាជនជាតិខ្មែរមានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន33កន្លែងវាច្រើនមែនទែនតាក់ទងជាមួយនឹងបញ្ហាអស់ហ្នឹងហើយយើងអត់ដឹងថាហេតុអ្វីបានជនសង្ស័យហ្នឹងគាត់ចាក់អីក៏ដល់ថ្នាក់ហ្នឹងលោកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតន៍ជាមួយនឹងលោកវរសេនីយ៍ឯកហែមបូណាបានដឹកនាំកម្លាំងជំនាញសហការជាមួយស្នងការនគរបាលខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវនិងតាមដានហើយគេបានកំណត់អត្តសញ្ញាណរបស់ជនសង្ស័យបានហើយក្នុងនោះរហូតដល់ថ្ងៃទី20ខែកញ្ញាហ្នឹងទើបគេចាប់បានជនសង្ស័យដែលមានឈ្មោះថាធឿនស្រីកាគឺតកូលដូចគ្នាទៀតភេទស្រីអាយុ17ឆ្នាំហើយជាជនជាតិខ្មែរត្រង់ចំណុចភូមិសូងឃុំតាចេះស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហើយជនសង្ស័យហ្នឹងគឺបានសារភាពថាកាលពីថ្ងៃទី15ខែកញ្ញាឆ្នាំ2025ហ្នឹងគឺខ្លួនបានទៅទិញកាំបិតចុងស្រួចនៅផ្សារដែលមានតម្លៃ12000រៀលរួចបានទៅធ្វើសកម្មភាពចាក់ជនរងគ្រោះខាងលើពិតប្រាកដមែនគឺលក្ខណៈឃាតកម្មគិតទុកមុនតែម្ដងមិនមែនជាឃាតកម្មអីដែលខឹងសម្បារមួយឆាវទេអានេះគឺគិតទុកមុនហ្មងមូលហេតុដោយសារតែជនរងគ្រោះបានអូសទាញសាច់ញាតិរបស់ខ្លួនធ្វើជាអនាចារផ្លូវភេទជាមួយអ្នកដទៃទើបធ្វើឲ្យខ្លួនខឹងនឹងសកម្មភាពខាងលើតែម្ដងអានេះលក្ខណៈអូសគេឲ្យរកស៊ីផ្លូវភេទដោយសារតែជនរងគ្រោះគឺមានសម្រស់ស្អាតនិយាយទៅជនរងគ្រោះក៏មានសម្រស់ស្អាតជាងខ្លួនហើយបើសិនជាតាក់ទងជាមួយនឹងការរកស៊ីផ្លូវភេទទទួលស្គាល់ថាវាបានកម្រៃច្រើនជាងយើងធ្វើការធម្មតាហើយឥឡូវហ្នឹងជនសង្ស័យគេកំពុងតែប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តអនុវត្តនីតិវិធីរបស់គេយើងអត់ដឹងថាតុលាការគេនឹងកាត់ទោសយ៉ាងម៉េចទេចាំមើលមានតែតាមដានទាំងអស់គ្នាពីព្រោះអីរឿងអញ្ចឹងពីព្រោះរឿងទាំងអស់ហ្នឹងវាមានតាក់ទងជាមួយនឹងអង្គការផ្សេងទៀតនៅក្នុងនោះគឺអង្គការ Child Protection United គេហៅថា CPU ហ្នឹងបានធ្វើដំណើរទៅកន្លែងកើតហេតុហ្នឹងជាមួយសមត្ថកិច្ចដោយសារតែរឿងហ្នឹងតាក់ទងជាមួយអនិច្ចជនអញ្ចឹងហើយទើបឲ្យខាងអង្គការកុមារគេចូលទៅជួយដោះស្រាយបញ្ហាមួយហ្នឹងហើយតាក់ទងជាមួយករណីអស់ហ្នឹងគឺជាករណីមួយដែលឃោរឃៅមែនទែនប្រចាំឆ្នាំហ្នឹងហើយបើនិយាយទៅពីព្រោះធ្លាប់មានករណីផ្សេងទេតែវាអត់ដល់ថ្នាក់ហ្នឹងពេកទេហើយករណីនេះគឺឃោរឃៅខ្លាំងណាស់រហូតដល់យើងសម័យមើលទៅគឺ33កាំបិតគឺច្រើនមែនទែនហ្នឹងហើយករណីមួយហ្នឹងគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ